ចាសសូមជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះអ្នកគ្រូនឹងមកកែលំហាត់សិក្សាអនុគមសម្រាប់ត្រៀមបាក់ឌុបរបស់យើងខាងមុខនេះគឺឆ្នាំ2026ណាចឹងទាំងអស់គ្នាចូលមកមើលប្រធានទាំងអស់គ្នាជាអ្នកគ្រូមានប្រធានលំហាត់មួយគឺគេឲ្យ fx ស្មើនឹង e សេគុណ x បូក1លើ e សេគុណ x ដក1ណាចឹងទាំងអស់គ្នាមកមើលទាំងអស់គ្នាណាអូខេចានៅសំណួរកនេះគេឲ្យយើងបង្ហាញថា f ហ្នឹងគឺជាអនុគមគូឬក៏សេសចឹងដើម្បីបង្ហាញថាវាជាអនុគមគូឬក៏វាជាអនុគមសេសលុះត្រាតែយើងបង្ហាញឲ្យបាន f នៃដក x ស្មើនឹងដកនៃ fx អញ្ចឹងទី1យើងត្រូវទៅរក f នៃដក x សិនអញ្ចឹងដោយអនុគមរបស់យើងគឺ fx ស្មើនឹង e សេគុណ x បូក1លើ e សេគុណ x ដក1អញ្ចឹងមានន័យថាកន្លែងណាមាន x គឺ e សេគុណ x ទាំងអស់អញ្ចឹងបើយើងរក f នៃដក x មានន័យថាកន្លែងណាដែលមាន x យើងជំនួសដោយដក x អញ្ចឹងអ្នកគ្រូបាន f នៃដក x ស្មើនឹង e សេគុណដក x បូក1លើ e សេគុណ x ដក1បន្ទាប់មកអ្នកគ្រូធ្វើការគុណភាគយកនិងភាគបែកនឹងគុណនឹង e សេគុណ x ទៅអ្នកគ្រូទទួលបាន e សេគុណ x កតានឹង e សេគុណ x ដក x បូក1ចែកនឹង e សេគុណ x កតានឹង e សេគុណ x ដក e សេគុណដក x ដក1អញ្ចឹងយើងគុណ e សេគុណ x ចូលទៅអញ្ចឹង e សេគុណ x គុណជាមួយនឹង e សេគុណដក x ហ្នឹងគឺវាបាន1ព្រោះវាទៅជា x ដក x 0អញ្ចឹង e សេគុណ0គឺស្មើ1ហើយ e សេគុណ x គុណនឹង1បាន e សេគុណ x ខាងក្រោមនេះដូចគ្នាគឺ e សេគុណ x គុណនឹង e សេគុណដក x គឺបាន1ដូចគ្នា e សេគុណ x គុណនឹងដក1គឺបានដក e សេគុណ x បន្ទាប់មកអ្នកគ្រូធ្វើការទាញសញ្ញាដកខាងក្រោមវាជាកតាចំពោះផលបូកយើងអត់ពិបាកទាញទេព្រោះផលបូកមានលក្ខណៈត្រឡប់អញ្ចឹងអ្នកគ្រូអាចសេបាន e សេគុណ x បូក1ហើយនេះអ្នកគ្រូទាញដកជាកតាមកវាទៅជា e សេគុណ x ដក1អញ្ចឹងយើងដឹងថា e សេគុណ x បូក1លើ e សេគុណ x ដក1ហ្នឹងគឺវាស្មើនឹង fx អញ្ចឹងវាប៉ះសញ្ញាដកទៅវាទៅជាដក fx អញ្ចឹងយើងទាញបាន f នៃដក x ស្មើនឹងដក fx អញ្ចឹងយើងបាន f នឹងគឺជាអនុគមសេសចាសំណួរទី2គឺគណនា limit អញ្ចឹង limit ចុងដែនរបស់យើងគឺមាន limit ត្រង់0អញ្ចឹងយើងមាន0បូកនិង0ដកណាអញ្ចឹង limit x ទៅ0ដកនៃ fx យើងជំនួសមកគឺបានកន្លែងណាមាន x គឺយើងជួសដោយ0អញ្ចឹង e សេគុណ0ស្មើ1 1បូក1លើ e សេគុណ x ដក1អញ្ចឹងកន្លែងនេះ0ដកអញ្ចឹងកន្លែងនេះយើងចេញ0ដកណាអញ្ចឹង1ចំនួនលើ0ដកគឺស្មើនឹងដកអនន្តមួយទៀតគឺ e សេគុណlimit នៃ x ទៅ0បូកនៃ fx អញ្ចឹងយើងជំនួសកន្លែងណាដែលមាន x យើងជំនួសដោយ0ដែរមកអញ្ចឹងអានេះ e សេគុណ x ដក1ហ្នឹងពេលយើងជំនួស0បូកចូលទៅគឺកន្លែងហ្នឹងវាចេញ0បូកព្រោះ1ដក1គឺ0អញ្ចឹងយើងចេញ0បូក1ចំនួនលើ0បូកគឺស្មើនឹងបូកអនន្តចាអញ្ចឹងយើងអាចទាញបានថា x ស្មើ0ហ្នឹងគឺជាអាស៊ីមតូតចូលមួយទៀត limit ត្រង់ x ទៅរកដកអនន្តអញ្ចឹងគ្រាន់តែជំនួសចូលមក e សេគុណដកអនន្តគឺវាចេញ0អញ្ចឹងវាទៅជា0បូក1ចែកនឹង0ដក1គឺស្មើនឹងដក1អញ្ចឹងយើងអាចទាញថា y ស្មើដក1ហ្នឹងគឺជាអាស៊ីមតូតដេកខាងដកអនន្តទី2គឺ limit ត្រង់បូកអនន្តអញ្ចឹងបូកអនន្តទាំងអស់គ្នាសង្កេតឃើញថាដោយសារតែវាជាប់រៀងអញ្ចឹងអ្នកគ្រូទាញ e សេគុណ x ជាកតាមកអញ្ចឹងកន្លែងនេះវានៅសល់1បូកនឹង e សេគុណដក x ដោយសារកន្លែងនេះ1វាអត់មាន e សេគុណ x ទេអញ្ចឹងយើងអាចសេបាន e សេគុណដក x ទៅពេលទាំងអស់គ្នាគុណបញ្ចូលទៅវាបាន1វិញខាងក្រោមដូចគ្នាអញ្ចឹងយើងបាន1កន្លែងនេះយើងទាញ e សេគុណ x ចេញមកបាន1ដល់ e សេគុណដល់ x អញ្ចឹងពេលយើងជំនួសបូកអនន្តចូល e សេគុណដល់អនន្តវាចេញ0ហើយ e សេគុណ x នេះយើងអាចសម្រួលបានអញ្ចឹងវាសល់1អញ្ចឹងយើងទាញបានថាបន្ទាត់ y ស្មើ1នេះជាអាស៊ីមតូតដេកខាងបូកអនន្តអញ្ចឹងចំពោះលំហាត់របស់យើងកន្លែងនេះគឺវាមានអាស៊ីមតូតដេក2ណាគឺដក1 1 1 1ណាអូខេទៅសំណួរបន្ទាប់គឺគេឲ្យយើងគណនា f'(x) សិក្សាអថេរភាពនិងសង្ខតារាងអថេរភាពអញ្ចឹងទី1យើងគណនា derivative ដែលយើងប្រើរូបមន្តអ៊ុយលើ v គឺស្មើនឹងអ៊ុយព្រីម v ដក v ព្រីមអ៊ុយលើ v ការ៉េដោយតួខាងលើយើងចាត់ទុកជាតួអ៊ុយតួខាងក្រោមយើងចាត់ទុកជាតួ v អញ្ចឹងអ្នកគ្រូបាន f'(x) ស្មើនឹងអញ្ចឹងយើង derivative ខាងលើមក derivative e សេគុណ x បាន e សេគុណ x derivative 1 0អញ្ចឹងគេអត់ដាក់ទេគុណជាមួយនឹងតួ v របស់យើងគឺ e សេគុណ x ដក1ដករូបមន្តនេះដករហូតណាផាត់ចែកគុណជាមួយនឹងតួអ៊ុយរបស់យើងគឺ e សេគុណ x បូក1គុណនឹង v ព្រីមគឺយើង derivative ខាងក្រោមមក derivative e សេគុណ x បាន e សេគុណ x derivative ដក1គឺបាន0ណាចែកនឹង v ការ៉េអញ្ចឹង v ការ៉េគឺបាន e សេគុណ x ដក1លើកជាការ៉េ
chả nhưng chấp đam con phải chôm á sẽ con x ban sẽ con px sẽ con x con đỏ mỗi cứ ban đỏ sẽ con x sẽ nhà đỏ đấy nhưng tổng đại sẵn nhưng con ta sẽ con x châu tới ban sẽ con px bột sẽ con x chứ là sẽ con px nít đỏ mỗi sẽ con px hà đấy nhưng con nhà đỏ châu sẵn má đỏ con nặng bột nít ban đỏ sẽ con x cho mỗi nặng đỏ sẽ con x vì tới chia đỏ pi sẽ con x trai cho mỗi nặng sẽ con x đỏ mỗi lực chia cả đề và tập máy dân thơ ca ở xong sức xa sẽ nhà đây là vì chẳng được óc ni સંកេតមើលđây là bởi bảo chứng cứ smart nâng độ pi sẽ còn x trai nâng sẽ còn x độ mỗi lực chia cái này nhưng đăng tha ăn được cùng expo sẽ còn x cứ chỉ ăn cùng với chấm miền trên xហើយខាងក្រោមនេះដោយសារតែវាជាការ៉េអញ្ចឹងគឺចំនួនរបស់វាក៏មិនអាចឲ្យវិជ្ជមានដែរអញ្ចឹងមានន័យថាវាវិជ្ជមាន ចឹង sẽ con x វិជ្ជមាន sẽ con x ដក 1 លើកជាការ៉េវិជ្ជមានប៉ុន្តែយើងមើលយើងមានមេគុណគុណនឹងដក 2 អញ្ចឹងកាលណាប៉ះជាមួយនឹងសញ្ញាដកវាទៅជា0វិញប៉ុន្តែយើងសង្កេតឃើញថាយើងអាចរកឫសរបស់ភ័ក្ត្របែកបានអញ្ចឹងអ្នកគ្រូឲ្យឫសរបស់ភ័ក្ត្របែកហ្នឹងគឺស្មើនឹង0សិនមកដើម្បីយើងរកឫសរបស់ភ័ក្ត្របែកចឹងកន្លែងនេះកាលណាការ៉េស្មើ0យើងអាចលុបការ៉េចេញបានអញ្ចឹងយើងអាចទៅសេបានស្វ័យគុណ x ដក 1 ស្មើនឹង0ហើយអ្នកគ្រូបោះដក 1 ទៅអង្គទី 2 ទៅយើងបានស្វ័យគុណ x ស្មើ 1អញ្ចឹងដើម្បីដោះស្រាយសមីការ expo យើងបំពាក់ logarit កូដសងខាងអញ្ចឹងអ្នកគ្រូបានលិនស្វ័យគុណ x ស្មើនឹងលិន 1លិនស្មើ 1អញ្ចឹងយើងទីបានគុណនឹង x គឺបាន x លិន 1 គឺ 0អញ្ចឹងយើងអាចទីបាន x ស្មើ 0អញ្ចឹងយើងអាចគូសតារាងអធិភាពបានបែបនេះដកអណន្តទៅ0ទៅបូកអណន្ត0នឹងគឺជាឫសរបស់ភាគបែកយើងឆូត2មកហើយសញ្ញា derivative របស់យើងគឺតូចទាំងពីរព្រោះវាតូចជាង0ខាងនេះក៏ដកខាងនេះក៏ដកអញ្ចឹងយើងទាញបានថាគ្រប់ x ជារបស់2ដកអណន្តទៅ0ទៅបូកអណន្ត derivative របស់យើងគឺតូចជាង0អញ្ចឹងបង្ហាញថា f(x) របស់យើងគឺជាអនុគមចុះបន្ទាប់មកយើងគូសតារាងអធិភាពបានបែបនេះកន្លែងនេះគឺយើងទៅមើល limit x ទៅរកដកអណន្តគឺយើងរកឃើញដក1 limit នៃ0ដកគឺឃើញដកអណន្ត0បូកគឺឃើញបូកអណន្តខិតទៅរក1ចុះទៅរក1ណាសញ្ញាដកគឺព្រួញចុះកន្លែងនេះទាំងអស់គ្នាគូព្រួញ2ផងនេះគ្រូគូព្រួសញ្ញាបតិតឈោ2មិនព្រួញ2ទេសញ្ញាបតិតឈោ2ណាភាសាដាក់ឲ្យទៅវាអត់ចេញអូខេតោះអញ្ចឹងយើងទៅសំណួរមួយទៀតគឺរក coordinate នៃចំណុច A និងសមីការបន្ទាត់ប៉ះទេអញ្ចឹងគេឲ្យយើងគេប្រាប់ថាបន្ទាត់ y ស្មើ4ហ្នឹងគឺវាទៅកាត់ជាមួយនឹងក្រាបអញ្ចឹងបើវាកាត់ជាមួយក្រាបគឺទាំងអស់គ្នាយកអា y ស្មើ4ឬក៏នៃគ្រូសេ fx ស្មើ4ហ្នឹងទាំងអស់គ្នាយកទៅជួសជាមួយនឹងអនុគមដើមអញ្ចឹងនៃគ្រូប្រៀបធៀបវាមកដោយសារតែ y អនុគមដើមរបស់យើងគឺស្មើ សេគុណ x បូក1លើ សេគុណ x ដក1ហើយ y បន្ទាត់ y ស្មើ4នេះយើងយកវាមកជំនួសកន្លែង fx មកអញ្ចឹងវាទៅជាសមីការស្វ័យគុណ x បូក1ចែកនឹងសេគុណ x ដក1ស្មើ4អញ្ចឹងអ្នកគ្រូបោះសេគុណ x ដក1នេះទៅអង្គទី2ទៅយើងបានសេគុណ x បូក1ស្មើនឹង4កតានឹងសេគុណ x ដក1បន្ទាប់មកគុណពលិតយក4គុណចូលក្នុងវងកញ្ចក់មកយើងបាន4សេគុណ x ដកជាមួយនឹង4បន្ទាប់មកទាំងអស់គ្នាបោះសេគុណ x នេះមកអង្គទី2ហើយដក4ទៅអង្គទី1ទៅយើងទទួលបាន3សេគុណ x ស្មើនឹង5យើងបោះ3មកម្សាទៀតយើងបានសេគុណ x ស្មើនឹង5លើក3អញ្ចឹងដោយសារវាជាប់ទាំងអស់គ្នាបំពាក់ logarit សងខាងមកវាបាន x ស្មើនឹង ln 5លើក3ចា៎អញ្ចឹងដូចនេះ coordinate ចំណុច A យើងបាន abscissa យើងគឺ ln 5លើក3ហើយ ordinate របស់យើងគឺ4បន្ទាប់មកយើងទៅរកសមីការបន្ទាត់ប៉ះទេចឹងសមីការបន្ទាត់ប៉ះទេរបស់យើងគឺមានទម្រង់ y ស្មើនឹង f' x a កតានឹង x ដល់ x a បូកនឹង y a អញ្ចឹងដោយ derivative របស់យើងគឺប៉ុណ្ណឹងហើយយើង3រកមេគុណប្រាប់ទិសវាគឺយើងជំនួស ln 5លើក3ចូលទៅគឺយើងបាន f' នៃ ln 5លើក3វាស្មើនឹងដក2នៃ5លើក3កន្លែងនេះសួរថាបាន5លើក3មកពីណាដោយសារតែស្វ័យគុណ ln 5លើក3ហ្នឹងជាមួយ ln យើងអាចសម្រួលចោលបានអញ្ចឹងវាសល់5លើក3អញ្ចឹងនេះគឺដាក់5លើក3តែម្ដងណាអញ្ចឹងវាបានដក2គុណនឹង5លើក3ចែកនឹង5លើក3ដក1លើកជាការ៉េអញ្ចឹងដក2នេះយកគុណ5មកបានដក10លើក3 5លើក3ដកនឹង1បាន2លើក3បន្ទាប់មកយើងលើកវាជាការ៉េទៅជា4លើក9លើកទាំងអស់ណាហើយយើងគុណចម្រាស់វាមកបានដក10លើក3គុណនឹង9លើក4អញ្ចឹងយើងសម្រួលមកបានដក15លើក2ជំនួសចូលវិញមកបាន y ជំនួសចូលឡើងរូបមន្តនេះវិញ
đo 15 លើក 2 កតានឹង x ដកជាមួយនឹង xa យើងគឺលិន 5 លើក 3 បូកជាមួយនឹង ya យើងគឺ 4 ហើយយើងគុណពលាតមកយើងទទួលបានដក 15 លើក 2 គុណនឹង x បូក 15 លើក 2 លិននៃ 5 លើក 3 បូក 4 យើងអាចយកចម្លើយប៉ុណ្្នឹងក៏បានដែរណាបន្ទាប់មកយើងចាប់ផ្ដើមទៅសង្ក្រាបអញ្ចឹងកន្លែងសង្ក្រាបនេះទាំងអស់គ្នាសង្កេតមើលថាតើអ្វីខ្លះដែលយើងត្រូវយកមកដាក់ទី1យើងត្រូវមានអាស៊ីមតូតឆូ x ស្មើ0អាស៊ីមតូត d យើងមាន2គឺ y ស្មើ1និង y ស្មើដក1ហើយនឹងបន្ទាត់ l របស់យើងដែលមានបន្ទាត់ y ស្មើ4កាត់ត្រាបត្រង់ចំណុច a អញ្ចឹងគឺរូបរបស់យើងមានទម្រង់បែបនេះអានេះគឺបន្ទាត់ប៉ះរបស់យើងគឺកាត់ក្រាប y ស្មើ4ក្រាបកាត់ជាមួយនឹងក្រាបកាត់ជាមួយនឹងបន្ទាត់ណាក្រាបកាត់ជាមួយបន្ទាត់ y ស្មើ4ណាបន្ទាប់មកទៀតអានេះគឺជាអាស៊ីមតូត d អានេះដូចជាសង្ក្រាបមួយដែរសង្បន្ទាត់ប៉ះណាបន្ទាត់ប៉ះរបស់យើងគឺអញ្ចឹងយើងបានបន្ទាត់ប៉ះយើងដូចជាអត់សង់ទេអញ្ចឹងយើងសង្ក្រាបទាំងពីរនឹងមកតាមតារាអថេរភាពរបស់យើងហើយរបៀបមើលសំណួរចុងក្រោយហ្នឹងគឺទាញរោចម្លើយវិសម័យការ fx តូចជាងឬស្មើ4អញ្ចឹង fx តូចជាងឬស្មើ4នេះ y 4យើងអញ្ចឹងយើងចង់បានតម្លៃដែរវានៅខាងក្រោមនេះអញ្ចឹងយើងរោតម្លៃនៅខាងក្រោមនេះទាំងអស់គ្នាសង្កេតមើលណាសង្កេតមើលថានៅផ្នែកខាងឆ្វេងនៃ x តូចជាង0អញ្ចឹង x តូចជាង0គឺចាប់ពីកន្លែងនេះមកណាអញ្ចឹងពីដកអណន្តមកដល់0នេះទាំងអស់គ្នាឃើញថាក្រាបរបស់យើងគឺនៅខាងក្រោមអញ្ចឹងយើងអាចយកតម្លៃបានហើយណាដល់ពេលចំណុចមួយទៀតគឺចាប់ពី0ទៅដល់បូកអណន្តប៉ុន្តែបើយើងយកពី0ទៅបូកអណន្តតែម្ដងគឺអត់កើតទេព្រោះពី0មកកន្លែងចំណុច A ដែលមានអាប់ស៊ីលិន5លើក3ហ្នឹងពី0មក5លើក3ហ្នឹងគឺក្រាបរបស់យើងនៅលើបន្ទាត់នោះអញ្ចឹងយើងអត់យកទេអញ្ចឹងមានន័យថាយើងត្រូវយកចាប់ពី5លើក3ទៅដល់បូកអណន្តបានក្រាបរបស់យើងហ្នឹងគឺវានៅក្រោមបន្ទាត់ y ស្មើ4អញ្ចឹងចម្លើយសរុបរបស់យើងគឺយើងយកចាប់ពីដកអណន្តមក0ហើយបញ្ចុំពីលិន5លើក3ទៅដល់បូកអណន្តចាអញ្ចឹងវីដេអូមួយនេះគ្រូមានប៉ុណ្្នឹងបើសិនជាទាំងអស់គ្នាមានសំណួរអាចខមមិននៅខាងក្រោមសូមអរគុណសូមជម្រាបលាសូមឲ្យទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងការប្រឡងបាក់ឌុបនៅថ្ងៃ10សីហាឆ្នាំ2026